ឯងមកឃើញរឿងរ៉ាវពាក្យដល់ទៅចាស់សួស្តីឆ្នាំថ្មីពីនំប៊ឺហ្គឺកូនតោនំប៊ឺហ្គឺកូនតោជាផលិតផលរបស់ខ្មែរផលិតដោយស្នាដៃកូនខ្មែរហើយមានរសជាតិឆ្ងាញ់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះកុំភ្លេចទិញនំប៊ឺហ្គឺកូនតោទុកទទួលទេវតាឆ្នាំថ្មីយកទៅវត្តជូនឪពុកម្ដាយឬចាស់ៗផងណាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះនំប៊ឺហ្គឺកូនតោសូមជូនពរអស់លោកអ្នកជួបតែសេចក្តីសុខសេចក្តីចម្រើននិងរកទទួលទានមានបានគ្រប់គ្នានឹងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពនំប៊ឺហ្គឺកូនតោមាន4រសជាតិពងមាន់រសជាតិ strawberry រសជាតិសូកូឡា និងរសជាតិស្លឹកតើយនំប៊ឺហ្គឺកូនតោឆ្ងាញ់ហ្មងណាសាច់នំទន់ញ៉ាំមួយម៉ាត់ហើយចង់ញ៉ាំមួយម៉ាត់ទៀតហើយមុខកញ្ចប់នេះល្បាយតាមរនាតែប៉ុណ្ណោះហើយពួកវាប្រកាសខ្ញុំរាប់លេខរតនាវិញហ្នឹងពួកឯងនឹងមុតអូយចាដូចជាមិនស្រួលទេខាត់សិនទៅអូយខាត់ភីម៉ាខាត់ណាភីមលេងណាភីមបានហើយលេងពួកគេទៅណាភីមច្បាស់កោពួកគេខ្លាំងម្លឹងស្លាប់ពួកគេឡើយភីមបានហើយគេខាត់ណាភីមលេងទៅចាំទៅអូយយ៉ាងមិនចេះហ្នឹងនេះពួកគេតាហើយស្នាអូនបៃនេះនាងភីមពីចខ្មៅមែនតើណាងាប់ទៅភីមនាងពិតជាខ្វាយណាស់តោះនេះចង់ធ្វើឲ្យពួកយើងហើយពួកយើងមានគំនុំអីជាមួយនាងមានគំនុំអីចឹងហ៎ទៅវាក្បត់ចិត្តយើងទៅយកនាងយើងខំស្រឡាញ់វាអស់ពីចិត្តអស់ពីបេះដូងតែនេះគ្រាន់តែជាសាច់រឿងរបស់ចាស៊ីគាត់អ្នកនិពន្ធតាហេតុអីគេនេះចូលទួលម្ល៉េះវាមិនមែនជាសាច់រឿងទេវាជារឿងប៉ិតរបស់យើងហើយណាឯងរឿងប៉ិតទេអត់ទេខ្ញុំមិនដែលស្គាល់នាងទេប៉ិតមែនទេពួកយើងមិនដែលស្គាល់នាងទេនាងច្រឡំមនុស្សទេបានចាំយកឲ្យពួកឯងមកឃើញរឿងរ៉ាវពាក្យដល់ទៅចាស់ភីមឯងច្បាស់ហើយណាឯងដឹងទេកាលនោះយើងរងចាំឯងទាំងយប់ទាំងថ្ងៃទាំងមានកូននៅក្នុងពោះហេតុអីក៏ឯងបោះបង់យើងហើយយល់ទេអត់ទេភីមអូនចូលច្រឡំហើយបងមិនបានក្បត់អូនទេពេលនោះបងចង់ត្រឡប់មករកអូនវិញណាក៏ប៉ុន្តែបងក៏ជំងឺអសន្នរោគហើយត្រូវបានអ្នកចំបៃនេះជាអ្នកព្យាបាលបងកុហកអត់ទេភីមបងមិនបានខកអូនទេពេលនោះបងបានជាពីជំងឺហើយបងក៏បានត្រឡប់មករកអូនវិញក៏ប៉ុន្តែពេលដែលបងមកដល់អ្នកភូមិបានប្រាប់ថាអូនបានស្លាប់បងខូចចិត្តខ្លាំងណាស់ភីមហើយបងមិនដឹងធ្វើយ៉ាងម៉េចក៏ចងកសម្រាប់ខ្លួនតែម្ដងទៅនៅកន្លែងនោះភីមបងមិននឹកស្មានថាបានជួបអូនម្ដងទៀតសោះកុហកយើងមិនចាព្រោះតែឯងខ្លាំងណាស់អ្វីដែលគាត់និយាយគឺជាការពិតពេលដែលខ្ញុំព្យាបាលគាត់ខ្ញុំពិតជាស្រឡាញ់គាត់មែនក៏ប៉ុន្តែគាត់មិនស្រឡាញ់ខ្ញុំវិញទេគាត់ស្រឡាញ់តែនាងពេលដែលជាភ្លាមគាត់ក៏ត្រឡប់មករកនាងវិញភ្លាមកុហកពេលនោះនាងក៏ដឹងដែរថាយើងស្លាប់ហេតុអីក៏នាងមិនប្រាប់គាត់
នាងគិតមើលអារម្មណ៍របស់គាត់ពេលនោះកំពុងតែនឹកនាងខ្លាំងណាស់នឹកទាំងយប់នឹកទាំងថ្ងៃបនឲ្យតែឆាប់ជានឹងអាចបានត្រឡប់មករកនាងវិញចុះបើខ្ញុំប្រាប់គាត់ថានាងស្លាប់តើគាត់ជឿខ្ញុំឬក៏អត់ហើយគាត់ទទួលយកបានឬក៏អត់ ពិតមែនទេភីមជឿបងទៅណាបងស្រឡាញ់ភីមតែម្នាក់គត់ ពិតមែនទេ ពិតមែនណា ខ្ញុំបានជួបគាត់ក្នុងជាតិនេះក៏ព្រោះតែខ្ញុំបានយកសាកសពរបស់គាត់ទៅធ្វើពិធីដើម្បីផ្សងជួបគ្នាជាតិក្រោយហើយខ្ញុំក៏បានសម្លាប់គាត់ទៅតាមគាត់នាងស្រឡាញ់គាត់ដល់ម្ល៉េះពិតមែនហើយដោយសារតែជាតិមុនគាត់ស្រឡាញ់តែនាងទៅខ្ញុំផ្សងជួបគាត់ជាតិក្រោយក៏ប៉ុន្តែមិននឹកស្មានថាពេលដែលគាត់បានជួបនាងគាត់បែរជាមានចិត្តស្រឡាញ់នាងទៅវិញ ពិតមែនទេភីមបងស្រឡាញ់តែភីមទេហើយចុះពេលហ្នឹងមិនក៏ភីមមិនបង្ហាញខ្លួនឲ្យបងឃើញ ប្រហែលជាពេលហ្នឹងគេចាប់អូនឲ្យកោមកទៅហើយតែពួកយើងមិនបានជួបគ្នាហើយមានរឿងយល់ច្រឡំគ្នាបែបនេះ ក៏ប៉ុន្តែពេលនេះយើងបានជួបគ្នាវិញទេភីម ក៏ប៉ុន្តែពេលនេះខ្ញុំជាខ្មោចបងគឺជាមនុស្សយើងទាំងពីរនាក់នៅភពផ្សេងពីគ្នាពួកយើងមិនអាចរួមរស់នៅជាមួយគ្នាបានទេខ្ញុំជូនពរឲ្យអ្នកទាំងពីរសូមអំណរជាមួយគ្នាណាហើយបានរស់នៅជាមួយគ្នាគ្រប់ជាតិ អត់ទេបងស្រឡាញ់ភីម បងស្នេហ៍អរគុណក្តីស្រឡាញ់របស់បងហើយសូមតោះលើការយកច្រឡំទាំងឡាយទៅលើបង Ui, mau về tao à thấy chơi nạp té ui chịu mình sủa chứ tao dơ nạp lên từ anh con phim này nè phim chập chụp cho mau phim ហេងអំពើល្អរបស់ហេងខ្ញុំនឹងចងចាំមួយជីវិតហើយខ្ញុំនឹងសងហេងវិញនៅជាតិក្រោយអរគុណសម្រាប់ក្តីស្រឡាញ់ដែលមិនប្រែប្រួល ui cùi hên nè mình thà tao mơ cái thọt con được tê gì xong à lâu rộp tê gì xong nên khơi thế đấy nè bắt tao nàn chứ ê cùi hên sao đó nè tê gì xong bắt tao nàn tê thế đấy សុំទោសផងដល់ចាំយូរ ចាមិនអីទេលោក ខ្ញុំអាចសុំទៅមើលលោកថតបានទេ បានតាខ្ញុំស្វាគមន៍នេះហេតុអីកន្លងផុតច្រើនឆ្នាំទៅហើយខ្ញុំនៅតែមិនអាចបំភ្លេចនាងបានឬមួយក៏បេះដូងខ្ញុំមានតែនាងម្នាក់គត់តើយើងមានឱកាសអាចជួបគ្នាម្ដងទៀតទេ សុំទៅលោកពូបន្ទប់ទឹកនៅខាងណាដែរ បាទក្មួយ ហាក់ដែរក៏លោកពូមើលខ្ញុំភ្លេចយ៉ាងនេះ ក៏ព្រោះតែក្មួយមកដូចមិត្តចាស់របស់ពូម្នាក់ ហ៎អញ្ចឹងទេហ៎ ហើយចុះមិញក្មួយសួរពូថាម៉េច ខ្ញុំសួរពូថាបន្ទប់ទឹកនៅណាហ្នឹងឯង អូ
នោះក្មួយដើរទៅត្រង់ឲ្យបត់ឆ្វេងទៅគឺដល់ហើយ ចាអរគុណពូ ហេតុអីក៏ដូចយ៉ាងនេះ